អាមេរិកបែកខាត់ធ្ងន់នឹងសង្គ្រាមមជ្ឈិមបូព៌ាហើយបានជាអ្នកនាំពាក្យសេដ្ឋវិមានរបស់លោកដូណាល់ត្រាំចេញមុខប្រកាសបែបនេះថាអាមេរិកនៅតែបើកទ្វារចំហសម្រាប់ការចរចាជាមួយនឹងខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់ប៉ុន្តែអ៊ីរ៉ង់ត្រូវតែមានភាពស្មោះត្រង់យ៉ាងដាច់ខាតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានចេញមុខប្រកាសនៅថ្ងៃទី22ខែកក្កដាឆ្នាំ2026នេះនៅក្នុងឱកាសនៃកិច្ចប្រជុំអាស៊ាននៅក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីនដោយអាមេរិកនៅតែបើកទ្វារនិងប្រកាន់ជំហរដោះស្រាយបញ្ហាជាមួយនឹងខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់តាមផ្លូវការទូតបើតាមការផ្សាយរបស់សារព័ត៌មាន TRT World ប្រមុខការទូតអាមេរិកបានចេញមុខបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោននៅតែមានឆន្ទៈក្នុងការស្វែងរកដំណោះស្រាយដោយការចរចាប៉ុន្តែបញ្ហាប្រឈមធំបំផុតនៅពេលនេះគឺខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់មិនទាន់បង្ហាញពីភាពប្រកបប្រជានិងស្មោះត្រង់ក្នុងការជជែកនៅឡើយនោះទេបើទោះបីមានការតាក់ទងគ្នាទាំងផ្លូវផ្ទាល់និងផ្លូវប្រយោលនាពេលកន្លងមកយ៉ាងណាក៏ដោយហើយលោក Marco Rubio បានសង្កត់ធ្ងន់ថាប្រសិនបើខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់ពិតជាមានចេតនាពិតប្រាកដក្នុងការចរចាមែនអាមេរិកនឹងយកចិត្តទុកដាក់ស្មោះត្រង់ដូចគ្នាប៉ុន្តែបើខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់គ្រាន់តែធ្វើលេងសើចនោះអាមេរិកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដែលចាំបាច់ដើម្បីការពារផលប្រយោជន៍របស់ខ្លួននិងសម្ព័ន្ធមិត្តហើយលោក Marco Rubio បានបន្ថែមថាកិច្ចព្រមព្រៀងការទូតមួយអាចទៅមុខបានលុះត្រាតែកិច្ចសន្យាទាំងឡាយណាត្រូវតែគោរពប្រតិបត្តិយ៉ាងពេញលេញហើយនៅពេលដែលការសន្យាមិនត្រូវបានគោរពដូចអ្វីដែលបានកើតឡើងនៅពេលកន្លងមកនោះផលវិបាកកាន់តែធ្ងន់ធ្ងរជាមិនផុតនិងត្រូវកើតមានសារជាថ្មីជាក់ជាមិនខានជាមួយនឹងគ្នានេះដែរមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះក៏បានទាញចំណាប់អារម្មណ៍ពីបណ្ដាប្រទេសក្នុងអាស៊ានដោយបានព្រមានអំពីការប៉ុនប៉ងរបស់ខ្លាមជ្ឈិមបូព៌ាអ៊ីរ៉ង់ក្នុងការគ្រប់គ្រងច្រកសមុទ្រហូមឺបើគេមិនដោយឲ្យប្រទេសមួយអាចសម្រេចចិត្តគ្រប់គ្រងច្រកផ្លូវទឹកអន្តរជាតិទាប្រាឬគំតិចនាវាផ្សេងៗតាមអំពើចិត្តដោយគ្រាន់តែមិនបង់ប្រានោះវានឹងបង្កើតជាគំរូដ៏គ្រោះថ្នាក់បំផុតមួយដែលអាចរីករាលដាលដល់ដែនទឹកក្នុងតំបន់ផ្សេងទៀតរួមបញ្ចូលទាំងតំបន់អាស៊ីអាគ្នេយ៍ផងដែរ